ចាប់ផ្ដើមជាគន្លឹះនៃជីវិតក្នុងដំណើរជីវិតមនុស្សមិនមានអ្វីមួយកើតមានដោយចៃដន្យទេគ្រប់ជោគជ័យគ្រប់ការផ្លាស់ប្ដូរនិងគ្រប់ក្តីសុបិនសុទ្ធតែចាប់ផ្ដើមពីជំហានតូចមួយពាក្យថាចាប់ផ្ដើមសាមញ្ញប៉ុន្តែអត្ថន័យជ្រាលជ្រៅណាស់ព្រោះវាជាចំណុចដើមនៃអ្វីៗទាំងអស់មនុស្សជាច្រើនមានគំនិតល្អមានគោលដៅច្បាស់លាស់ប៉ុន្តែមិនអាចទៅដល់គោលដៅនោះបានព្រោះពួកគេឈប់នៅត្រឹមការគិតដោយមិនហ៊ានចាប់ផ្ដើមធ្វើភាពភ័យខ្លាចនៃការបរាជ័យការព្រួយបារម្ភពីមតិយោបល់អ្នកដទៃនិងការគិតថាខ្លួនឯងមិនទាន់រួចរាល់នេះគឺជាឧបសគ្គដ៏ធំបំផុតដែលរារាំងការចាប់ផ្ដើមជាក់ស្ដែងមិនមាននរណាម្នាក់រួចរាល់ 100% មុនពេលចាប់ផ្ដើមទេការរួចរាល់ពិតប្រាកដកើតឡើងនៅពេលដែលយើងចាប់ផ្ដើមហើយរៀនពីបទពិសោធន៍នៅតាមផ្លូវមនុស្សដែលជោគជ័យមិនមែនជាមនុស្សដែលមិនធ្លាប់បរាជ័យទេប៉ុន្តែជាមនុស្សដែលហ៊ានចាប់ផ្ដើមហើយមិនបោះបង់នៅពេលជួបការលំបាកការចាប់ផ្ដើមនិងការកែលម្អខ្លួនឯងការចាប់ផ្ដើមគឺជាជំហានដំបូងនៃការកែលម្អខ្លួនឯងមនុស្សម្នាក់មិនអាចក្លាយទៅជាមនុស្សល្អឬមនុស្សមានគុណតម្លៃខ្ពស់បានភ្លាមទេតែត្រូវចាប់ផ្ដើមពីការកែប្រែអាកប្បកិរិយាតូចៗនៅក្នុងជីវិតប្រចាំថ្ងៃការចាប់ផ្ដើមគិតល្អនិយាយល្អនិងធ្វើល្អគឺជាមូលដ្ឋាននៃការកសាងអត្តចរិតនិងសេចក្តីសុខផ្លូវចិត្តឧទាហរណ៍ការចាប់ផ្ដើមអានសៀវភៅរាល់ថ្ងៃទោះជាត្រឹម10នាទីក៏អាចបង្កើនចំណេះដឹងបានយ៉ាងច្រើនការចាប់ផ្ដើមគោរពពេលវេលានិងវិន័យខ្លួនឯងអាចនាំឲ្យជីវិតមានរបៀបរៀបរយនិងមានប្រសិទ្ធភាពខ្ពស់ការចាប់ផ្ដើមតាមទស្សនៈសីលធម៌តាមទស្សនៈពុទ្ធសាសនាការចាប់ផ្ដើមមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងសេចក្តីព្យាយាមព្រះពុទ្ធបានបង្រៀនថាមនុស្សអាចរួចផុតពីទុក្ខបានដោយសារការចាប់ផ្ដើមដើរតាមមគ្គដ៏ត្រឹមត្រូវនិងការតស៊ូជាប់លាប់ព្រះមានបន្ទូលថាធម៌ទាំងឡាយកើតពីហេតុន័យនេះបង្ហាញថាបើមិនមានហេតុគឺមិនមានផលទេការចាប់ផ្ដើមគឺជាបុព្វហេតុដំបូងដែលនាំទៅរកផលដ៏ល្អនៅក្នុងពេលអនាគតចាប់ផ្ដើមពីថ្ងៃនេះការចាប់ផ្ដើមមិនមែនជារឿងធំដុំឬពិបាកដល់ថ្នាក់មិនអាចធ្វើបានទេប៉ុន្តែជាការសម្រេចចិត្តនៅក្នុងចិត្តថាខ្ញុំនឹងធ្វើទោះបីជាផ្លូវទៅមុខវែងឬពិបាកយ៉ាងណាក៏ដោយបើមិនចាប់ផ្ដើមក៏មិនអាចទៅដល់គោលដៅបានដែរដូច្នេះសូមកុំរងចាំថ្ងៃស្អែកកុំរងចាំពេលវេលាល្អជាងនេះចាប់ផ្ដើមថ្ងៃនេះចាប់ផ្ដើមឥឡូវនេះព្រោះជំហានតូចពីមួយថ្ងៃទៅមួយថ្ងៃអាចក្លាយទៅជាអនាគតដ៏ធំនៅថ្ងៃស្អែក